អ៊ុយក្រែនបានបញ្ចប់ការជួសជុលបំពង់បង្ហូរប្រេងរុស្ស៊ីដែលរត់កាត់ដែនដីខ្លួននិងសុំឲ្យសហភាពអឺរ៉ុបប្រញាប់អនុម័តប្រាក់កម្ចីចំនួន 90,000 លានអឺរ៉ូដូចបានសន្យាសូមបញ្ជាក់ថាគម្រោងប្រាក់កម្ចីខាងលើត្រូវបានរាំងខ្ទប់ដោយប្រទេសហុងគ្រីដែលពឹងផ្អែកស្ទើរទាំងស្រុងលើប្រេងកាតនាំចូលពីរុស្ស៊ីហើយដែលត្រូវឆ្លងកាត់តាមអ៊ុយក្រែនទឹកប្រាក់ 90,000 លានអឺរ៉ូគឺចាំបាច់បំផុតសម្រាប់អ៊ុយក្រែនដើម្បីទ្រទ្រង់វិស័យការពារជាតិរបស់ខ្លួននៅក្នុងឆ្នាំ 2026 និង 2027 ក្នុងសេចក្តីប្រកាសប្រចាំថ្ងៃលោក Volodymyr Zelensky បានថ្លែងបញ្ជាក់ថាពេលនេះអ៊ុយក្រែនបានជួសជុលរួចរាល់ហើយបំពង់បង្ហូរប្រេងរុស្ស៊ីឈ្មោះ Drozhba ដែលរត់កាត់ដែនដីអ៊ុយក្រែនដូច្នេះលោក Zelensky រំពឹងថាសហភាពអឺរ៉ុបនឹងប្រគល់ឲ្យអ៊ុយក្រែននៅប្រាក់កម្ចី 90,000 លានអឺរ៉ូស្របនឹងកិច្ចព្រមព្រៀងកាលពីខែធ្នូឆ្នាំ 2025 គួររំលឹកថាការខូចខាតមួយផ្នែកនៃបំពង់បង្ហូរប្រេងរុស្ស៊ី Drozhba ដោយការវាយប្រហារពីសំណាក់រុស្ស៊ីមកលើអ៊ុយក្រែនបានបណ្ដាលឲ្យការបញ្ជូនប្រេងពីរុស្ស៊ីទៅកាន់ប្រទេសអឺរ៉ុបភាគកណ្ដាលមួយចំនួនតួយ៉ាងហុងគ្រីបានជួបភាពរាំងស្ទះអំឡុងពេលប៉ុន្មានខែចុងក្រោយនេះហុងគ្រីបានជំរុញអ៊ុយក្រែនឲ្យប្រញាប់ជួសជុលបំពង់ប្រេងខាងលើជាការដោះដូរហុងគ្រីបានសន្យាថាខ្លួននឹងដកវេតូប្រឆាំងនឹងការអនុម័តថវិកាកម្ចី 90,000 លានអឺរ៉ូសម្រាប់អ៊ុយក្រែនអតីតនាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orbán ដែលធ្លាក់ពីតំណែងក្រោយពីការបោះឆ្នោតសភានៅថ្ងៃទី 12 មេសាបានចោទអ៊ុយក្រែនថាចេះតែអូសបន្លាយពេលមិនព្រមជួសជុលបំពង់ប្រងឡើងវិញក្នុងគោលបំណងសងសឹកប្រទេសហុងគ្រីដែលបោះឆ្នោតបិទគប់ប្រាក់កម្ចីសម្រាប់អ៊ុយក្រែនថ្លែងថ្ងៃអង្គារទៅពួកអ្នកកាសែតរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andriy Sybiga បានលើកឡើងថាយើងបានបំពេញកាតព្វកិច្ចដោយជួសជុលហេដ្ឋារចនាសម្ព័ន្ធបំពង់ប្រេងតែមកទល់ថ្ងៃពុធទី 22 ខែមេសានេះប្រាក់កម្ចីនៅតែរាំងស្ទះដដែលពីចំណែកខ្លួនសហភាពអឺរ៉ុបសង្ឃឹមថានឹងអាចប្រគល់ថវិកាខាងលើទៅឲ្យរដ្ឋាភិបាលអ៊ុយក្រែនក្នុងពេលដ៏ខ្លីខាងមុខបន្ទាប់ពីហុងគ្រីលុបចោលវិញសិទ្ធិវេតូរបស់ខ្លួនគួរបញ្ជាក់ថាជំនួយអឺរ៉ុបនេះនឹងអនុញ្ញាតឲ្យអ៊ុយក្រែនផ្គត់ផ្គង់វិស័យការពារជាតិរបស់ខ្លួនដើម្បីតទល់នឹងកងទ័ពរុស្ស៊ីពីពេលនេះដល់ឆ្នាំ 2027